người cho mốc dân thật đang thao táo vì cả làng là xa ấy សហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ ជំរាបសួរបងប្រចាំតែទេពសូរិសាថ្ងៃនេះបងនឹងនាំអ្នកទាំងអស់គ្នាមកនិយាយពីការព្យាបាលជាប់ហើយបងនឹងយក tip ខ្លីៗដើម្បីផ្ដល់ជាភាពងាយស្រួលរបស់អ្នកទាំងអស់គ្នាថាតើជាប់ហ្នឹងយើងត្រូវធ្វើមិនខ្លះដើម្បីយើងការពារវាបានជំងឺជាប់មុខយើងត្រូវដឹងថាតើវាកើតឡើងដោយសារអីជំងឺជាប់មុខវាកើតឡើងខ្លាំងបំផុតហ្នឹងដោយសារកម្ដៅថ្ងៃកម្ដៅថ្ងៃវាមាន2ទី1គឺកម្ដៅថ្ងៃដែលធ្វើឲ្យយើងក្តៅខ្លាំងដែលយើងដឹងទី2កម្ដៅដែលយើងអត់ដឹងកម្ដៅដែលយើងអត់ដឹងនេះវាប៉ះស្បែកយើងខ្លាំងបំផុតបើសិនជាអ្នកទាំងអស់គ្នាប៉ះក្តៅខ្លាំង2ម៉ោងអ្នកទាំងអស់គ្នាត្រូវលាបម្ដងប៉ុន្តែបើអ្នកទាំងអស់គ្នាអត់សូវប៉ះក្តៅខ្លាំងទេ3ម៉ោងអ្នកទាំងអស់គ្នាត្រូវលាបម្ដងជាពិសេសអ្នកដែលមានជំងឺជាប់មុខគាត់ត្រូវតែប្រើអញ្ចឹងបើសិនជាគាត់អត់ប្រើអញ្ចឹងទេមិនថាគាត់ទៅធ្វើសេវាកម្មឬក៏គាត់ព្យាបាលអីក៏ដោយការជាប់មុខរបស់គាត់នឹងអត់សូវជោគជ័យទេការព្យាបាលជាប់មុខសម្រាប់អ្នកដែលមានកម្រិតស្រាលទី1គាត់ត្រូវប្រើប្រាស់លេការពារកម្ដៅថ្ងៃ3ម៉ោងម្ដងទី2គាត់ត្រូវមានលេផ្ដល់សំណើមដល់ស្បែកទី3យើងប្រើប្រាស់ថ្នាំបំបត្តិជាប់ថ្នាំបំបត្តិជាប់ហ្នឹងវាអាចមានមួយមុខឬក៏ពីរមុខចឹងទៅតាមសភាពជាប់មុខរបស់យើងហើយនិងសភាពស្បែកមុខរបស់យើងចូលដល់ជាប់កម្រិតមធ្យមជាប់កម្រិតមធ្យមនេះចាប់ផ្ដើមយើងប្រើប្រាស់តែផលិតផលចាប់ផ្ដើមលែងសូវជួយយើងខ្លាំងហើយយើងត្រូវមានផលិតផលបូករួមមួយនឹងការធ្វើសេវាកម្មហ្នឹងអាចជា laser ឬក៏ PRP យើងប្រើប្រាស់ laser យើងបាញ់ laser នៅលើកន្លែងដែលយើងមានជាប់នឹងហើយយើងប្រើថ្នាំបំបត្តិជាប់ប៉ុន្តែយើងនៅតែប្រើប្រាស់លេការពារកម្ដៅថ្ងៃដដែលសម្រាប់អ្នកដែលមានជាប់កម្រិតធ្ងន់អ្នកទាំងអស់គ្នាអត់អាចប្រើប្រាស់តែសេវាកម្មមួយមុខបានទេសេវាកម្មចាប់ពី2មុខឡើងពីមុខវាអាចទី1 laser ទី2អ្នកទាំងអស់គ្នាអាចប្រើថ្នាំចាក់បំបត្តិជាប់ទី3យើងអាចចាក់ stem cell ប៉ុន្តែការធ្វើសេវាកម្ម3មុខនេះមិនមែនថាធ្វើសេវាកម្ម3នឹងហើយអ្នកទាំងអស់គ្នាអត់ចាំបាច់លាបទេណា no ទេអ្នកទាំងអស់គ្នានៅត្រូវការប្រើប្រាស់លេការពារកម្ដៅថ្ងៃថ្នាំបំបត្តិជាប់ហើយនិង moisturizer ដែលមកបំពន់ស្បែកដដែលចំពោះការចាក់វីតាមីនបំបត្តិជាប់យើងមិនមែនថាយើងចេះតែចាក់ទេមានវីតាមីនតែប្រមាណប្រភេទដែលចាក់ទៅវាអាចផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកហើយវាអាចជួយបំបត្តិពួកអាសន្នឲ្យខ្មៅហ្នឹងអញ្ចឹងការចាក់វីតាមីនបំបត្តិជាប់បងសូមឲ្យអ្នកទាំងអស់គ្នាជ្រើសរើសថ្នាំដែលផ្ដល់ផលដល់អ្នកទាំងអស់គ្នាបំផុតហ្នឹងគឺឈ្មោះថាត្រង់សាមីនអាស៊ីតជាចុងក្រោយបងចង់ផ្ដាំផ្ញើទៅអ្នកទាំងអស់គ្នាថាអ្វីដែលបងនិយាយខាងលើនេះវាជាបទពិសោធន៍ការព្យាបាលនិងអ្វីដែលបងបានព្យាបាលទៅអ្នកជំងឺរបស់បងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឮវីដេអូនេះហើយបានឃើញវីដេអូនេះហើយអ្នកទាំងអស់គ្នាកុំព្យាយាមទៅរកទិញថ្នាំតាម pharmacy ឬក៏កុំព្យាយាមទិញផលិតផលតាមអនឡាញបងចង់ឲ្យអ្នកទាំងអស់គ្នាទៅរកវិជ្ជាបណ្ឌិតដែលមានឯកទេសត្រឹមត្រូវហើយដែលនៅជិតខ្លួនឯងដើម្បីឲ្យគេវិភាគមើលថាតើខ្លួនឯងនេះជាប់កម្រិតណាព្រោះអីការប្រើប្រាស់ថ្នាំជាប់មិនមែនឃើញជាប់ហើយយើងព្យាបាលជាប់ពឹបទេជួនកាលមុខអ្នកទាំងអស់គ្នាឡើងក្រហមខ្លាំងសេវាកម្មដែលបងនិយាយខាងលើនឹងថ្នាំជាប់អត់អាចប្រើប្រាស់បានទេយើងត្រូវបំពន់ស្បែកមុខរបស់យើងសិនអញ្ចឹងជារួមបងសូមឲ្យអ្នកទាំងអស់គ្នាទៅជួបវិជ្ជាបណ្ឌិតជំនាញដែលនៅក្បែរយើងទៅការព្យាបាលជាប់របស់យើងបានជោគជ័យ សហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ